គុណភាពនៃជីវិតរបស់មនុស្សយើងនេះបើមិនតាំងទុកនៅសេចក្តីសង្ឃឹមច្រើនពេកទេនោះការខកចិត្តក៏មិនសូវមានច្រើនពេកដែរបើតាំងទុកនៅសេចក្តីសង្ឃឹមខ្លាំងពេកទៅលុះដល់មិនបានដោយសង្ឃឹមក៏មានការឈឺចាប់ខ្លាំងដោយធ្លាក់អំពីទីខ្ពស់មកដីអញ្ចឹងឯងដោយចំពោះសេចក្តីសង្ឃឹមដែលយើងគិតថានឹងបានអំពីអ្នកដទៃវាអាចធ្វើឲ្យយើងខកចិត្តជានិច្ចសភាពនៃលោកនេះធ្លាក់ក្នុងក្រសែនៃការប្រែប្រួលរហូតធម្មជាតិទាំងពួងផ្លាស់ប្ដូរជានិច្ចមនុស្សគឺជារបស់មួយក្នុងធម្មជាតិដូច្នេះទើបមនុស្សមានការផ្លាស់ប្ដូរប្រែប្រួលជានិច្ចគ្រប់គ្រាគ្រប់ពេលវេលាដូចជាធម្មជាតិដទៃដែរសូម្បីតែខ្លួនឯងក៏មិនអាចឲ្យប្រព្រឹត្តទៅតាមការសង្ឃឹមរបស់ខ្លួនបានផងតើនឹងឲ្យអ្នកដទៃរបស់ដទៃហេតុការដទៃប្រព្រឹត្តទៅត្រូវនឹងសេចក្តីសង្ឃឹមរបស់យើងបានដូចម្តេចកើតរបស់ទាំងពួងរមែងប្រព្រឹត្តទៅតាមដែលវាគួរប្រព្រឹត្តទៅគឺប្រព្រឹត្តទៅតាមហេតុតាមបច្ច័យចំណុចនេះគឺជាគោលឱវាទដ៏សំខាន់ក្នុងព្រះពុទ្ធសាសនាតាមសេចក្តីក្នុងគោលឱវាទដ៏សំខាន់នេះល្មមឲ្យយើងពោលបានថាហេតុល្អរមែងបង្កឲ្យកើតផលល្អហេតុអាក្រក់រមែងបង្កឲ្យកើតផលអាក្រក់មនុស្សយើងស្ទើរតែទាំងអស់គ្នានៅវិលវល់ក្នុងវដ្តចក្រនៃសេចក្តីល្អខ្លះអាក្រក់ខ្លះល្អលាយអាក្រក់ខ្លះដូច្នេះហើយទើបយើងមិនអាចរួចផុតចាកទុក្ខទៅបានសម្រាប់សេចក្តីសង្ឃឹមដែលយើងមានចំពោះអ្នកដទៃនោះសូមឲ្យយើងនឹកជានិច្ចថានឹងរកអ្នកណាឲ្យសមចិន្តាប្រាថ្នាណែបនិតសូម្បីខ្លួនឯងក៏តែងវិបរិតខុសពីការពិតខកចិត្តសង្ឃឹមធម៌អនិច្ចំនាំឲ្យទុក្ខខ្លាំងបិទបាំងញញឹមព្រោះតែទុក្ខចិត្តពេកពិតសង្ឃឹមភ្លៀងផ្គរក្រហមរលឹមជលនេតធម៌អនិច្ចាយើងត្រូវសិក្សាបញ្ញាសង្កេតអាស្រ័យស្មារតីសូម្បីមួយផ្លែតចិត្តទុនអោនត្រេតចាក់ខេតលោកាដកក្តីសង្ឃឹមចេញភ័ក្រញញឹមពព្រឹមស្រស់ថ្លាទទួលការពិតកំចាត់មោហាពន្លឺប្រាជ្ញាចិន្តាសុខស្ងប់ប៉ុន្តែមនុស្សយើងអត់សង្ឃឹមមិនបានសេចក្តីសង្ឃឹមសម្ព័ន្ធជាមួយនឹងជីវិតដូចជាផ្កាជាប់នៅនឹងដើមយ៉ាងណាក៏ដោយសេចក្តីសង្ឃឹមនោះឯងធ្វើឲ្យយើងក្រំគ្រារងាក្នុងចិត្តក៏មានធ្វើឲ្យយើងរុងរឿងក៏មានដែរយើងមិនដែលក្រំគ្រារងាក្នុងចិត្តជាមួយនឹងមនុស្សដែលយើងមិនសង្ឃឹមនោះទេបើកើតមាននៅការក្រំគ្រារងាក្នុងចិត្តក្នុងរឿងអ្វីណាមួយត្រូវឲ្យយល់ថាវាជារឿងធម្មតានៃសង្ខារធម៌ដែលតែងតែប្រែប្រួលជានិច្ចមនុស្សយើងនឹងរុងរឿងទៅបានក៏ព្រោះចេះអត់ធន់នឹងភាពក្រំគ្រារងាក្នុងចិត្តនោះឯងឈោមមុខឆ្ពោះទៅរកទីពឹងពិតប្រាកដទីពឹងពិតប្រាកដគឺគុណធម៌ក្នុងខ្លួនដូច្នេះយើងត្រូវចេះអប់រំសន្សំគុណធម៌ទុកក្នុងខ្លួនព្រមជាមួយនឹងការព្យាយាមរក្សាសេចក្តីស្ងប់ចិត្តទុកឲ្យបានព្រោះសុខភាពចិត្តសំខាន់ជាទីបំផុតសម្រាប់សេចក្តីសុខក្នុងជីវិតប្រចាំថ្ងៃរបស់យើងបើយើងសង្ឃឹមទៅលើគុណធម៌ដែលជាទីពឹងក្នុងខ្លួនរបស់យើងនឹងរុងរឿងព្រោះជាធម្មតានៃគុណធម៌រមែងតែងតែស្រោចស្រង់មនុស្សពីទាបទៅខ្ពស់ពីការមានសេចក្តីសៅមងទៅរកសេចក្តីបរិសុទ្ធដូច្នេះដើម្បីស្រោចស្រង់ខ្លួនឯងត្រូវតែស្រោចស្រង់នៅគុណធម៌ក្នុងខ្លួនជាពិតប្រាកដសាងគុណធម៌ជួយខ្លួនឯងឲ្យរួចពីមនុស្សប្រែតមនុស្សនរកឬតិរិឆានក្នុងបច្ចុប្បន្នឲ្យហើយស្រេចមិនត្រឹមតែប៉ុណ្ណោះគុណធម៌អាចជួយខ្លួនយើងឲ្យបានជាមនុស្សប្រសើរអស្ចារ្យតាមការតាំងចិត្តបដិញ្ញាទៀតផងនៅក្នុងពិភពលោកមានមនុស្សមិនតិចអ្នកទេដែលខូចចរិតព្រោះអស់សង្ឃឹមដូច្នេះដើម្បីកុំឲ្យពឹសនៃការអស់សង្ឃឹមនេះបៀតបៀនដល់ចិត្តរបស់យើងគឺយើងត្រូវសាងឧបនិស្ស័យជាអ្នកសិក្សា
ពលគឺសម្លឹងមើលនៅហេតុការផ្សេងដែលកើតឡើងដល់យើងហេតុការតែម្យ៉ាងបើមិនចេះសម្លឹងអាចឲ្យសេចក្តីទុក្ខដល់យើងប៉ុន្តែបើចេះសម្លឹងឲ្យឃើញជារឿងល្អជាផ្នែកសិក្សាពិចារណាការពិតអាចឲ្យសេចក្តីសុខនិងសេចក្តីចម្រើនក្នុងជីវិតដល់យើងបានជាពិតប្រាកដមើលអ្វីក៏បីមើលដោយការសិក្សាមើលអ្វីក៏បីឃើញថាជាគ្រូល្ងងមិនយូរគ្រូតាម5ច្បាប់ធម្មជាតិមើលឈើព្រៃនៃមិនខុសពីមើលញាតព្រោះធម្មជាតិតែងឃ្លៀងឃ្លាតពីធាតុដើមមើលអ្វីក៏បីនឹកដល់សាស្តាទ្រង់ត្រាស់ថាការសិក្សាប្រាជ្ញាឆ្នើមគ្រូប្រដៅនៅត្រង់គិតគំនិតផ្ដើមគ្រប់ដង្ហើមដោយសន្សើមពេលថ្ងៃរះមើលអ្វីក៏បីដឹងដល់ហេតុផលរឿងកង្វល់ខ្វល់វិបរិតពិតយើងឈ្នះគ្រូជុំវិញពេញប្រដៅនៅចិត្តព្រះក្រាបសំពះព្រះរតនប្រជៈគុណមើលអ្វីក៏បីយល់ដល់ផលពិតទុកជីវិតចិត្តដូចឆ្ងាយចាយជាទុនស្វែងរកទ្រព្យផ្គាប់ជីវិតកុំឲ្យសុនត្រូវផ្គាប់គុណបនក្នុងចិត្តត្បិតមរណាមើលអ្វីក៏បីមើលជាប្រយោជន៍បើមើលខ្មោចឲ្យហោចខឹងដឹងពិចាមើលមនុស្សឈឺព្រឺសង្វេគញែកខ្លឹមសារមើលកាយាថាជាខ្ទមទ្រោមដោយភ្លើងមើលអ្វីក៏បីមើលឲ្យជាសុខមិនសំកុកស្រណុកភ្នែកត្រែកឡើងទ្រើងរក្សាចិត្តត្បិតមានទ្រព្យជាប់នឹងយើងមើលជាប់ជើងភ្លើងកិលេសឆេះកុសលមើលអ្វីក៏បីមើលឲ្យចម្រើនខំក្រវើនក្រើនរំលឹកនឹករកផលព្យាយាមត្រូវនៅក្នុងមគ្គជាដល់សុខកាងថ្កល់ផលឧត្តមសំប្រាថ្នាមើលធម្មជាតិកុំឲ្យឃ្លាតពីត្រៃលក្ខណ៍មើលឲ្យជាលក្ខទាំង3ឆៃសង្ខារមើលឃើញទុក្ខសុខក្នុងចិត្តត្បិតបញ្ញាឃើញតណ្ហាឆ្កាដករឹសពឹសខ្សិនខ្សៃបើមើលទុក្ខឬមើលសុខមើលឲ្យដឹងសុខទុក្ខនឹងប្រឹងអង្វរក៏ប្រស្រ័យឬប្រព្រឹត្តទៅតាមហេតុតាមបច្ច័យវិនិច្ឆ័យត្រៃលក្ខធัวញ័រភព3មើលតាមន័យប្របីពាក្យរៀកស្រកស្រត់មើលឲ្យស្លុតដុតតណ្ហាដារិត្រីមើលឲ្យឃើញគ្រូប្រដៅនៅពេញដីមើលអ្វីក៏បីមើលដោយសិក្ខា3អ្នកឃើញតាមយល់ម្នាក់បានខ្វល់ម្នាក់អ៊ីសាម្នាក់ទៀតប្រាជ្ញាថ្លាឃើញអាចារ្យកំពុងប្រាប់ព្រោះហេតុដូច្នោះសូមឲ្យព្យាយាមសាងឧបនិស្ស័យជាអ្នកសិក្សាគឺសម្លឹងមើលអ្វីផ្សេងឲ្យនៅក្នុងផ្នែកនៃការសិក្សាថារបស់នេះឲ្យការចេះដឹងនិងបទពិសោធន៍ដល់ជីវិតយ៉ាងណាជីវិតបានឆ្លងកាត់ហេតុការណ៍ដ៏ច្រើនសន្ធឹកជាអនេកបើយើងបានសិក្សាយើងនឹងមាននៅការចេះដឹងយល់រឿងពិតរបស់ជីវិតបានច្រើនណាស់ការយល់ដឹងនៅក្នុងរឿងជីវិតពិតជាវិជ្ជាការដ៏ខ្ពង់ខ្ពស់បំផុតក្រៃលែងជាងវិជ្ជាការណាទាំងអស់កាលបើបានយល់ដោយល្អអំពីជីវិតហើយនឹងជាអ្នកមានទុក្ខក្នុងជីវិតតិចបំផុតឬជាអ្នករស់នៅដោយមិនមានទុក្ខតាមផ្លូវចិត្តឡើយសេចក្តីទុក្ខជារបស់ដែលបុគ្គលព្យាយាមជៀសគេចឯចំណាយសេចក្តីសុខជារបស់ដែលមនុស្សស្វែងរកប៉ុន្តែហេតុដូចម្ដេចបានជាមានមនុស្សចំនួនច្រើនជួបប្រទះតែនឹងរបស់ដែលខ្លួនព្យាយាមគេចដឹងខ្លួនថាបានតិចណាស់នៅរបស់ដែលខ្លួនព្យាយាមស្វែងរកវាអាចមកអំពីមនុស្សយើងត្រូវការច្រើនពេកទេដឹងឬថាមកអំពីយើងស្វែងរកខុសវិធីរបៀបដូចជាការចម្រាញ់យកប្រេងពីក្របខ្សាច់ឬរឹតទឹកដោះគោត្រង់ស្នែងអញ្ចឹងទេដឹងព្រោះបើយ៉ាងនឹងយើងព្យាយាមយ៉ាងណាក៏នៅតែមិនបានដដែលតាមការពិតសេចក្តីសុខយើងមិនបាច់ស្វែងរកច្រើនពេកក៏បានគ្រាន់តែប្រើវិធីហើយកាត់បន្ថយសេចក្តីទុក្ខតែប៉ុណ្ណោះសេចក្តីសុខក៏នឹងកើតឡើងហេតុនៃសេចក្តីទុក្ខយ៉ាងសំខាន់មួយយ៉ាងរបស់មនុស្សក្នុងសង្គមយើង
ก็คือការប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃនេះឯងដែលធ្វើឲ្យមិនមែនជាខ្លួនរបស់ខ្លួនឯងដើម្បីសេចក្តីសុខស្ងប់នៃជីវិតយើងត្រូវព្យាយាមរស់នៅជាមួយនឹងខ្លួនឯងឲ្យខ្លួនជារបស់ខ្លួនឯងពិតប្រាកដចិត្តក៏នឹងបានជាឥស្សរៈសុខស្ងប់មិនត្រូវទុកឲ្យខ្លួនគ្រាន់តែជាដៃជើងរបស់សត្រូវគឺកិលេសដែលប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃនោះឡើយជាបន្តទៅទៀតដើម្បីសេចក្តីសុខស្ងប់នៃជីវិតយើងគួរបដិបត្តិខ្លួននៅក្នុងគោលដូចតទៅ 1. បន្ទាបខ្លួនទន់ភ្លន់ដោយសេចក្តីគោរពនិងនិយមលើកដំកើងអ្នកដទៃដែលជាមនុស្សល្អ 2. ជាអ្នកចេះស្គាល់កាលៈទេសៈ 3. ក្លាហានតស៊ូចំពោះសេចក្តីលំបាក 4. ចេះជួយខ្លួនឯងនិងទីពឹងខ្លួនឯងជាមុនសត្យហាណោអរហតាំងធម្មំនពានបតិយាទី1ជឿធัวព្រះអរហន្តាធម៌ល្អអស្ចារ្យនាដល់និព្វានសុសោសង្ឃលភតេបញ្ញੰទី2ចិត្តតាំងប្រឹងស្ដាប់ដោយឃ្លានព្រះធម៌ទេសនាតាមព្រះទូលមានគោរពធម្មទានបានមានបញ្ញាអបមត្តោវិចក្ខណោពីរនេះជាសោបើកទ្វារមោហាមួយមិនប្រមាទមួយពិចារណាប្រាជ្ញាភ្លឺថ្លាព្រោះអង្គ4នេះគុណភាពជីវិតពិតមានតម្លៃអប់រំរាល់ថ្ងៃវិស័យអ្នករិះកសាងគុណធម៌ជាយានជំនិះមិនបាច់ឈ្នាននេះនឹងអ្នកដទៃអត់ទើកុសលឲ្យដល់ខ្លួនឯងព្រះធម៌សំដែងមានប្រែតក្នុងព្រៃតែយើងចេះស្ដាប់ចាប់យកអត្តន័យពោចប្រែតក្នុងព្រៃអប្រៃក្នុងមនុស្សធម៌ខ្មៅក៏ខ្វក់ល្អក់ចិត្តសន្តានបាបធម៌សាមានសិលទានប្រទុះនេះហើយពោចប្រែតមានក្នុងខ្លួនមនុស្សបើមិនជំរុះស្លាប់ទៅអបាយខ្លួនពិតជាមនុស្សតែដោះពូជទេពអាស្រ័យគប់ខ្សែសប្បុរសចិត្តឆ្ងាយស្ដាប់ធម៌បានស្គាល់ហេតុផលទាំងឡាយជឿធម៌ឃ្លាតឆ្ងាយពីអបាយមុខធម៌ពិតនាំសត្វឲ្យផុតចាកសោកធម៌ពិតអត់រោគនាំរួចចាក់ទុក្ខធម៌ពិតជាទង់ទំរង់វាយលុកធម៌ពិតចាក់គុកនៃមោអន្តការគុណធម៌ក្នុងខ្លួនគុណភាពជីវិតគុណធម៌ក្នុងចិត្តជីវិតស្រស់ថ្លាគុណធម៌ស្រង់សត្វកាត់បងហីណាគុណធម៌ខ្លាំងក្លាប្រហារកិលេសគុណភាពជីវិតពិតជាមានន័យគុណភាពដតីឆ្នៃតាមចំណេះគុណភាពជីវិតព្រោះមិនប្រហែសគុណភាពតម្រេះត្រង់ចេះប្រព្រឹត្តសង្ឃឹមគុណធម៌សែនល្អពេកពុនសង្ឃឹមទ្រព្យធនសែនធ្ងន់គំនិតសង្ឃឹមកូនចៅនៅក្នុងវិបរិតសង្ឃឹមធម៌ពិតជីវិតឧត្តមទីពឹងខ្លួនឯងសំដែងប្រពៃទីពឹងដតីមានន័យផ្សែផ្សំទីពឹងព្រះធម៌សែនល្អត្រូវចំទីពឹងបឋមខិតខំខ្លួនឯងជីវិតថោកថ្លៃអាស្រ័យការងារជីវិតធម្មាមនុស្សម្នាកោតក្រែងជីវិតខ្លឹមសារពិតពឹងខ្លួនឯងគុណភាពក្រៃលែងគុណភាពជីវិតសូមអនុមោទនីនៅក្នុងជីវិតយើងត្រូវចេះរៀនមើលឲ្យឃើញផ្នែកខាងល្អបុគ្គលដែលមានការតាក់ទងជាមួយនឹងយើងឬហេតុការណ៍ដែលកើតឡើងដល់យើងគឺយើងគួរព្យាយាមសម្លឹងមើលដោយការយកចិត្តទុកដាក់ដល់បុគ្គលនោះនិងហេតុការណ៍ផ្សេងៗនោះក្នុងផ្នែកល្អតាមសមគួរបើយើងចេះសម្លឹងមើលនិងចេះស្រាវជ្រាវរាវរកផ្នែកល្អរបស់បុគ្គលនោះឬហេតុការណ៍នោះយើងនឹងបាននៅប្រយោជន៍ជាពិតប្រាកដបុគ្គលខ្លះទោះបីមានចំណែកអាក្រក់ខូចកាចដ៏ច្រើនក៏ពិតមែនហើយតែគង់មាននៅចំណែកល្អខ្លះបើយើងចេះជ្រើសរើសយកដោយការត្រួតត្រាពិនិត្យប្រកបដោយសុភវិនិច្ឆ័យដើមឈើដោយទូទៅរមែងមានប្រយោជន៍មិនដូចគ្នាឡើយហើយអ្នកណាដឹងនៅប្រយោជន៍នៃដើមឈើនោះត្រង់ចំណែកណាក៏នាំយកនៅចំណែកត្រង់នោះឯងមកធ្វើជាប្រយោជន៍ទៅដើមឈើខ្លះមានប្រយោជន៍គ្រប់ចំណែកទាំងអស់ទាំងឫសទាំងដើមទាំងសម្បកទាំងស្រាយទាំងខ្លឹមទាំងផ្កាទាំងស្លឹកនិងទាំងផ្លែ
ហើយសុទ្ធតែជាប្រយោជន៍សំខាន់ទៀតផងប៉ុន្តែចំណែកណាត្រូវបានជាប្រយោជន៍ក្នុងផ្នែកណានោះគឺស្រេចហើយតែការចេះដឹងនិងការយល់របស់យើងមនុស្សខ្លះពិតហើយថាគេជាមនុស្សអាក្រក់សឹងតែទាំងអស់គឺទាំងកាយទាំងវិជ្ជានិងទាំងចិត្តតែគេក៏បានមកជាតួយ៉ាងសម្រាប់ឲ្យយើងឃើញទៅតាមសេចក្តីពិតថាធ្វើយ៉ាងនឹងវាមិនល្អវាជាការអាក្រក់ដូច្នេះបើយើងមិនចង់ឲ្យខ្លួនយើងទៅជាមនុស្សអាក្រក់ទេយើងមិនត្រូវធ្វើដូច្នោះឡើយនេះជាប្រយោជន៍ដែលយើងត្រូវបានទទួលពីសភាពនៃអំពើអាក្រក់ដែលបានប្រកាសឲ្យយើងមើលឃើញច្បាស់ទាំងដែលយើងជាមនុស្សចេះសម្លឹងមើលទៀតផងហេតុការណ៍ខ្លះដែលបានកើតឡើងដល់យើងក្នុងពេលដំបូងយើងអាចឃើញថាជារឿងអាក្រក់ជារឿងគ្រោះកាចដ៏ក្រៃលែងតែដល់ពេលដែលយើងបានអាស្រ័យនៅបញ្ញាពិចារណារកផ្លូវដោះស្រាយព្រមដោយការបាននៅកម្លាំងចិត្តដ៏មាំមួនសម្រាប់ប្រឹងប្រែងព្យាយាមក្នុងការដោះស្រាយផងទៀតនោះហេតុការណ៍ដែលថាអាក្រក់នឹងឯងក៏ត្រូវបានធ្វើឲ្យយើងសម្រេចនៅប្រយោជន៍ដ៏ច្រើនព្រោះហេតុដូច្នោះហើយដើម្បីសេចក្តីស្ងប់សុខនៃចិត្តសន្តានរបស់យើងគឺយើងត្រូវចេះសម្លឹងមើលហេតុការណ៍ផ្សេងនៅក្នុងផ្នែកល្អជាមុនសិនឬត្រូវចេះបរិកម្មភាវនាឲ្យបានរឿយដូចនេះថាល្អដូចគ្នានេះបើយើងធ្វើទុកក្នុងចិត្តដោយអបាយត្រូវទំនងទៅតាមហេតុផលហើយនោះយោនិសោមនសិការៈក៏កើតឡើងការខកចិត្តការអស់សង្ឃឹមមិនអាចញ៉ាំញីនៅបេះដូងរបស់យើងបានឡើយបើយើងមាននៅយោនិសោមនសិការៈរឿយជានិច្ចនោះយើងនឹងសម្លឹងមើលឃើញបានច្បាស់ពិតប្រាកដនៅគុណតម្លៃដ៏ថ្លៃថ្លាដែលសម្រេចបានពីយោនិសោមនសិការៈរបស់យើងគុណតម្លៃដែលយើងទទួលបានពីយោនិសោមនសិការៈនោះគឺល្អជាងនឹងខ្ពស់ជាងនៅអ្វីដែលយើងធ្លាប់ឲ្យតម្លៃទាំងអ្វីនោះឯងដែលបានធ្វើឲ្យយើងអស់សង្ឃឹមអ្វីនៅក្នុងโลกនេះសុទ្ធតែប្រែប្រួលទាំងអស់រកសង្ឃឹមមិនបានឡើយហើយម្យ៉ាងទៀតសម្បត្តិក្នុងโลกនេះมันមានសម្បត្តិណាដែលធ្វើឲ្យយើងចេះឆ្អែតគ្រប់គ្រាន់បានឡើយដូច្នេះតើឲ្យយើងសង្ឃឹមទៅលើរបស់អ្វីនៅក្នុងโลกនេះផ្លូវដែលល្អគឺកុំប្រមាទកុំទុកចិត្តអ្វីឲ្យជ្រុលហួសត្រូវចេះរក្សាខ្លួនដោយខ្លួនឯងចិត្តរបស់អ្នកដទៃដូរផ្លាស់ជានិច្ចសូម្បីចិត្តរបស់យើងក៏មិនខុសអ្វីពីចិត្តអ្នកដទៃដែរប្រសិនបើបណ្ដោយឲ្យអារម្មណ៍អូសទាញអារម្មណ៍នឹងបន្សាត់ចិត្តរបស់យើងឲ្យហូរទៅតាមខ្សែតណ្ហាជាប្រកបមនុស្សជាច្រើនដែលធ្លាប់ស្រឡាញ់គោរពរាប់អានយើងនោះគេអាចខឹងក្រោធនឹងយើងស្អប់យើងឈប់គោរពរាប់អានចំពោះយើងពេលណាក៏បានប្រវត្តិសាស្ត្រក្នុងโลกនិងដំណឹងផ្សេងក្នុងโลกដែលមានការផ្សព្វផ្សាយតាមវិទ្យុនិងទូរទស្សន៍រាល់ថ្ងៃនេះមានឡើងប្រកាសដើម្បីសេចក្តីស្លុតសង្វេគនិងដើម្បីមិនឲ្យយើងមានសេចក្តីសង្ឃឹមទៅលើអ្វីនោះឯងឃើញមនុស្សក្រីក្រតោកយ៉ាកលំបាកហើយក៏អស់នៅចំណងដែលចង់មានឃើញមនុស្សចាស់ជរាហើយក៏បាត់បង់នូវភាពរីករាយនៃចិត្តដែលប្រព្រឹត្តទៅនៅក្នុងភាពជាកំឡោះក្រមុំព្រោះទោះជាយ៉ាងណាក៏ដោយយើងត្រូវចាស់យ៉ាងនោះទាំងអ្នកដទៃដែលស្ថិតនៅក្នុងវ័យក្មេងដែលយើងកំពុងតែស្រឡាញ់ណាស់ក៏មុខតែចាស់ដែរប្រសិនបើមិនបានស្លាប់ពីក្មេងទេនោះឃើញមនុស្សដណ្ដើមនៅផលប្រយោជន៍ពីគ្នាគំរាមកំហែងគ្នាទំលាយសេចក្តីសុខគ្នាព្យាបាទគ្នាដោយវិធីផ្សេងហើយក៏មិនចង់ចូលទៅឲ្យប៉ះពាល់ដល់សង្គមណាឡើយមានតែព្រះធម៌ប៉ុណ្ណោះដែលធ្វើឲ្យកក់ក្ដៅក្នុងជីវិតព្រោះព្រះធម៌បានស្ថាបនាមនុស្សដែលធ្លាប់តែអន់ថយទន់ទាបដោយត្រកូលឬដោយទ្រព្យជាដើមឲ្យបានជាមនុស្សប្រសើរខ្ពង់ខ្ពស់រហូតដល់ឋានៈទេវតាអិនព្រំប្រណម្យអញ្ជលីសំពះថ្វាយបង្គំទៀតផងព្រះធម៌មិនបានឃ្លាតចាកពីโลกនេះទៅឡើយមានតែសត្វលោកប៉ុណ្ណោះទេដែលចេះតែលះបង់ព្រះធម៌ចោលព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយសូមឲ្យមានការទុកចិត្តចំពោះព្រះធម៌ចុះ
គឺល្អជាងការទុកចិត្តក្នុងអ្វីៗទៀតទាំងអស់ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានឲ្យពុទ្ធបរិស័ទតម្កល់ខ្លួនដោយប្រពៃគឺតម្កល់ខ្លួនក្នុងគុណធម៌ឬឲ្យព្រះធម៌មាននៅក្នុងខ្លួននឹងឯងទោះបីជួបប្រសពនៅសេចក្តីទុក្ខលំបាកយ៉ាងណាក៏ដោយក៏កុំឲ្យចោលព្រះធម៌ការដែលយើងមាននៅព្រះធម៌តាំងនៅក្នុងខ្លួនបានមាំមួនល្អហើយនោះយើងរឹងរិតតែចេះសម្លឹងមើលបុគ្គលនិងហេតុការណ៍ផ្សេងបានល្អឡើងព្រោះនៅក្នុងខ្លួនយើងសម្បូរទៅដោយយោនិសោមនសិការៈនេះជាវិធីដ៏សំខាន់មួយក្នុងការធ្វើចិត្តឲ្យបានស្ងប់មិនញាប់ញ័រចំពោះលោកធម៌ដែលជាវិធីនាំទៅរកភាពសុខចិត្តកាន់តែប្រណិតសុខុមឡើងជានិរន្តរ៍មនុស្សយើងត្រូវហ្វឹកហាត់ឲ្យចេះទទួលយករបស់ដែលគេចមិនផុតដោយសេចក្តីស្ងប់មនុស្សខ្លះទោះជាបានដឹងហើយថាវាត្រូវតែយ៉ាងនឹងឯងមិនអាចគេចជៀសទៅណារួចឡើយតែនៅតែមិនព្រមសុខចិត្តដដែលនៅតែកន្ទុកន្ទិញគិតតែពីសោកសៅខូចចិត្តឬមិនដូច្នោះទេក៏ច្រើនទៅដោយទោសៈឃើញអ្នកណាឬរបស់អ្វីចេះតែទាស់មុខទាស់មាត់ទៅទាំងអស់ការមិនព្រមសុខចិត្តចំពោះសភាពពិតចេះតែសោកសៅឬខឹងក្រោធនោះมันអាចធ្វើឲ្យសេចក្តីទុក្ខសូម្បីតែបន្តិចបន្តួចថយចុះបានឡើយមានតែបន្ថែមពីលើទុក្ខដែលមានស្រាប់ហើយឲ្យរឹងរិតតែចម្រើនឡើងតទៅទៀតព្រោះហេតុដូច្នោះមនុស្សឆ្លាតទៅអប់រំចិត្តឲ្យចេះទទួលស្វាគមន៍នៅអ្វីដែលគេចមិនផុតដោយសេចក្តីស្ងប់កាលបើមាននៅសេចក្តីស្ងប់ក្នុងចិត្តហើយហេតុការអាក្រក់ឬហេតុការដែលយើងគិតថាអាក្រក់នោះក៏នឹងបានល្អឡើងវិញម្យ៉ាងទៀតហេតុការដែលយើងគិតថាអាក្រក់ក្នុងពេលនេះអាចត្រឡប់คล้ายទៅជាមានផលល្អនៅពេលខាងមុខក៏បានមានគ្រួសារមួយរស់នៅក្នុងវត្តព្រះសង្ឃក្រោយមកវត្តត្រូវការទីត្រង់នោះសាងសេនាសនៈសម្រាប់វត្តក៏សូមឲ្យគ្រួសារនោះឯងរើកន្លែងចេញពីវត្តដោយផ្ដល់ប្រាក់ឲ្យត្រឹមតែតម្លៃរើប៉ុណ្ណោះគ្រួសារនោះបានគិតថាជារឿងអាក្រក់សម្រាប់ជីវិតរបស់ពួកគាត់ខ្លាំងណាស់ពួកគាត់កើតទុក្ខទោមនស្សទាស់ចិត្តដល់ក្រៃលែងតមកពួកគាត់ក៏កាត់ចិត្តបានរួបរวมទ្រព្យសម្បត្តិដែលមាននិងខ្ចីអ្នកដតីខ្លះទៀតខំថ្មិញអត់ធន់ចំពោះរឿងដែលកើតឡើងទិញផ្ទះបានមួយនៅក្រៅវត្តតមកទៀតមិនជាយូរប៉ុន្មានផងក៏សងបំណុលគេរួចម្លោះហើយគ្រួសារមួយនេះក៏មានផ្ទះនិងដីជារបស់ខ្លួនឯងរស់នៅយ៉ាងសប្បាយក្រោយមកទៅគិតថាបានមកជាយ៉ាងដូចនេះព្រោះគេឲ្យចេញពីដីរបស់វត្តនោះឯងប្រសិនបើអ្នកវត្តមិនធ្វើយ៉ាងនេះទេម្លេះសមត្រូវនាំគ្នានៅនឹងដីវត្តរហូតស្លាប់ហើយត្រូវនៅតកូនតចៅទៀតផងរឿងរ៉ាវផ្សេងទៀតមានច្រើនសន្ធឹកសន្ធាប់ណាស់ដែលក្រោយមកបានคล้ายទៅជារឿងល្អសម្រាប់ជីវិតព្រោះហេតុដូច្នេះអ្វីដែលកើតឡើងអ្វីដែលបានមកដល់ទាំងដែលយើងមិនអាចគេចឲ្យផុតទៅបានសូមឲ្យយើងទទួលស្វាគមន៍ដោយចិត្តស្ងប់និងចាត់ទុករឿងរ៉ាវក្នុងជីវិតជាមេរៀនឯជីវិតជាកន្លែងហ្វឹកហាត់ក្មេងដែលនៅជាមួយម៉ែឪឬដែលនៅជាមួយគ្រូអាចារ្យដែលម៉ែឪឬគ្រូអាចារ្យនោះមានការតឹងតែងប្រឹកព្រៀនទូលមានប្រដៅបើធ្វើខុសត្រូវទទួលទោសទទួលទណ្ឌកម្មយ៉ាងនេះក្មេងនោះឯងរមែងមិនពេញចិត្តនិងមានការចង្អៀតចង្អល់ដោយប្រការផ្សេងក្មេងនោះគេបានទទួលនៅសេចក្តីលំបាកខ្លះក្នុងរយៈពេលនៃជីវិតខាងដើមរបស់គេប៉ុន្តែលុះដល់គេបានធំឡើងគេនឹកអរគុណចំពោះឪពុកម្ដាយអរគុណដល់គ្រូអាចារ្យគឺគេដឹងគុណថាដែលអាត្មាអញបានមកដល់ថ្នាក់នេះព្រោះលោកអ្នកទាំងនោះបានតឹងតែងប្រឹកព្រៀនទូនមានមកនឹងឯងចំណែកក្មេងដែលធ្វើអ្វីបានស្រេចតែនឹងចិត្តរស់នៅគិតតែពីសប្បាយលុះដល់ជួបប្រទះនៅសេចក្តីទុក្ខលំបាកក្នុងវ័យខាងចុងទើបដឹងខ្លួនថាមានការខុសទៅហើយក្នុងការរៀបចំដំណើរជីវិតខាងដើមរបស់ខ្លួននោះឯងនៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ដាស់តឿនថា
សភាវៈដែលយើងកិច្ចមិនផុតគឺចាស់ឈឺនិងស្លាប់ព្រាត់ប្រាសនិងផលវិបាករបស់កម្មដែលខ្លួនបានធ្វើហើយព្រះអង្គទ្រង់ដាស់តឿនឲ្យយើងពិចារណាជារឿយៗ 1. ធ្វើការងារជានិច្ចត្រូវព្យាយាមរកការងារអ្វីធ្វើឲ្យបានជានិច្ចកុំទុកឲ្យពេលវេលាទំនេរចោលឥតប្រយោជន៍មនុស្សខ្លះទំនេរពេកទៅក៏មានចិត្តរវើរវាយគិតនេះគិតនោះរសាប់រសល់គ្មានបានការអ្វីទាំងអស់បានតែដកដង្ហើមធំប៉ុណ្ណោះមនុស្សខ្លះនិយាយថាមិនដឹងធ្វើអ្វីដែលនិយាយអញ្ចឹងគឺគេសំដៅដល់ការងារដើម្បីបានប្រាក់តែម្យ៉ាងប៉ុណ្ណោះមិនគិតដល់ការងារដែលនាំឲ្យបានសម្រេចនៅប្រយោជន៍ដល់ចិត្តនោះឡើយបើទំនេរនៅមិនទាន់មានការងារដើម្បីបានប្រាក់ធ្វើទេយើងគួររកការងារអ្វីផ្សេងធ្វើសិនទៅដោយមិនចាំបាច់មានប្រាក់តបស្នងអ្វីនោះឡើយយើងអាចធ្វើអ្វីក៏បានជាការងារជួយអ្នកដទៃយើងធ្វើដោយឃើញថាជាប្រយោជន៍ព្រោះជាការងាររបស់មិត្តសម្លាញ់ឬក៏ជាការងាររបស់អ្នកដ៏ជាទីគោរពរាប់អានអ្នកដ៏ជាធំពុំនោះសោតជាការងារក្នុងវត្តក្នុងពោជនីយដ្ឋានមានការជំរះបោសសម្អាតជាដើមបើរួចពីការងារនោះហើយនៅមានការងារអានសៀវភៅស្ដាប់ធម៌ជាការងារនាំមកនៅការយល់ដឹងនិងការងារជាច្រើនទៀតដែលមានប្រយោជន៍មានគុណតម្លៃដល់ចិត្តជាការសាងឧបនិស្ស័យដ៏ប្រពៃឲ្យខ្លួនឯងពិតមែនហើយថាផលប្រយោជន៍ទាំងនេះវាមិនមែនជាប្រាក់តែវាជាគុណតម្លៃក្នុងការកសាងខ្លួនឬក្នុងការគ្រប់គ្រងចិត្តឲ្យចិត្តស្ថិតនៅក្នុងគុណធម៌ទាំងពួងមនុស្សដែលប្រសើរគឺមនុស្សដែលចេះទូនមានខ្លួនចេះធ្វើជាតម្រួតម្នាក់ត្រួតខ្លួនឯងឬថាចេះធ្វើជាបរិជាគ្រប់គ្រងលើខ្លួនឯងមិនមានអ្នកណាប្រើក៏ដោយក៏ប្រើខ្លួនឯងឲ្យធ្វើទៅព្រោះដឹងថាការងារនោះគេត្រូវធ្វើនិងព្រោះដឹងថាអ្នកទាំងពួងបានសប្បាយចិត្តមនុស្សយ៉ាងនេះមិនចេះអត់ការងារធ្វើឡើយជាមនុស្សមិនចេះបាត់បង់នៅការងារជាមនុស្សដែលអ្នកដទៃស្រឡាញ់ចូលចិត្តនិងជាមនុស្សដែលគេចង់បានមនុស្សខ្លះមានការងារធ្វើហើយក៏អាចរកប្រាក់បានដែរតែជាការងារបន្តិចបន្តួចឯប្រាក់ក៏បានតិចទៀតដូច្នេះទើបនៅមានពេលទំនេរច្រើនដោយពោលមកនេះគឺត្រូវរកការងារបន្ថែមក៏បីពិនិត្យនៅសមត្ថភាពរបស់ខ្លួនឲ្យបានល្អតើខ្លួនមានសមត្ថភាពពិសេសក្នុងផ្នែកអ្វីកាលបានពិនិត្យឃើញហើយត្រូវព្យាយាមហ្វឹកហាត់ដោយមិនប្រមាទរហូតទាល់តែមានការស្ទាត់ជំនាញសេចក្តីសុខដែលកើតអំពីការងារប្រះចាកទោសជាសេចក្តីសុខប្រសើរបំផុតក្នុងបណ្ដាសេចក្តីសុខទាំងឡាយរបស់អ្នកគ្រប់គ្រងផ្ទះដូច្នេះទើបការងារប្រះចាកទោសជាមង្គលដ៏ឧត្តមមនុស្សយើងគួរហ្វឹកហាត់អប់រំខ្លួនឲ្យចេះមានសេចក្តីសុខជាមួយនឹងការងារការមិននៅទំនេរមានប្រយោជន៍ច្រើនយ៉ាងណាស់ទាំងផ្នែករាងកាយទាំងផ្នែកចិត្តគំនិតពេលខ្លះយើងធ្វើការដោយកម្លាំងកាយពេលខ្លះទៀតយើងធ្វើការងារដោយកម្លាំងចិត្តការងារដោយកម្លាំងចិត្តប្រព្រឹត្តទៅដើម្បីកម្ចាត់បងនៅគ្រឿងសៅហ្មងទាំងឡាយដោយជាការចម្រើននូវមេត្តាធម៌ដើម្បីកម្ចាត់បងនៅព្យាបាទជាដើមក្នុងមនុស្សគឺមានចិត្តជាធំបើចិត្តល្អក៏រមែងមាននៅសេចក្តីសុខបើចិត្តមិនល្អទេក៏រមែងជាទុក្ខត្រូវទុកក្នុងរឿងដែលគួរតែនៅឲ្យជាសុខទៀតផងប៉ុន្តែបើចិត្តល្អវិញនោះរមែងជាសុខសូម្បីក្នុងរឿងដែលគួរតែរស់នៅជាទុក្ខក្នុងចិត្តមានអ្វីជាធំគឺមានធម៌ជាធំព្រោះមានតែធម៌ប៉ុណ្ណោះទេដែលអាចគ្រប់គ្រងចិត្តធ្វើឲ្យចិត្តមាននៅសេចក្តីសុខស្ងប់ទៅបានដូច្នេះការបដិបត្តិធម៌គឺជាការងារសំខាន់មួយយ៉ាងនៃជីវិតហើយក៏ជាការងារដ៏សំខាន់យ៉ាងក្រៃលែងទៀតផងក្នុងអង្គុត្តរនិកាយតិកនិបាតចក្រវត្តិសោតព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងថាធម៌ជាព្រះរាជាគឺព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយស្ដេចចក្រពត្តិដែលទ្រង់ធម៌ជាធម្មរាជាមិនអាចញ៉ាំងចាក់ឲ្យប្រព្រឹត្តទៅបានឡើយបើមិនមានព្រះរាជាទេនោះ
កាលព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់យ៉ាងនេះហើយភិក្ខុមួយអង្គបានក្រាបទូលសួរព្រះដ៏មានព្រះភិក្ខជាម្ចាស់ដូច្នេះថាបបិទ្ធព្រះអង្គដ៏ចម្រើនតើអ្នកណាជាបរិជារបស់ស្ដេចចក្រពត្តិដែលទ្រង់ធัวជាធម្មរាជានោះព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ត្រាស់ថាមនាលភិក្ខុគឺធัวជាបរិជារបស់ស្ដេចចក្រពត្តិស្ដេចចក្រពត្តិទ្រង់អាស្រ័យធัวធ្វើសក្ការៈចំពោះធัวគោរពធัวកោតក្រែងធัวយកធัวជាទង់យកធัวជារស្មីយកធัวជាអធិបតីព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ជាបន្តថាមនាលភិក្ខុព្រះអរហន្តសម្មាសម្ពុទ្ធក៏ដូច្នោះដែរគឺទ្រង់ធัวជាព្រះធម្មរាជាហើយក៏អាស្រ័យធัวធ្វើសក្ការៈចំពោះធัวគោរពធัวកោតក្រែងធัวយកធัวជាទង់យកធัวជារស្មីយកធัวជាអធិបតីដូចគ្នាដែរកាលបើដូច្នេះបុគ្គលអ្នកបដិបត្តិធัวឈ្មោះថាគោរពកោតក្រែងនៅអ្វីដែលជាធំក្រៃលែងបំផុតនិងដែលគួរឲ្យគោរពបំផុតក្នុងលោកអ្វីនោះគឺព្រះធัวនឹងឯងព្រះធัวរមែងគ្រប់គ្រងនៅអ្នកបដិបត្តិឲ្យមានជីវិតត្រជាក់រស់នៅជាសុខសមដូចដែលព្រះអង្គទ្រង់ត្រាស់ថាធัวរមែងរក្សានៅអ្នកប្រព្រឹត្តធัวដែលគេប្រព្រឹត្តល្អហើយរមែងនាំសុខមកប្រគល់ឲ្យជាការសម្ដែងឲ្យឃើញថាការងារប្រព្រឹត្តធัวជាការងារធំដុំនិងសំខាន់ដល់ជីវិតជាទីបំផុតដូច្នេះសូម្បីទំនេរពីការងារដទៃក៏យើងមិនត្រូវទំនេរពីការងារបដិបត្តិធัวដែរនៅពេលយើងធ្វើការងារអ្វីៗឬនៅក្នុងឋានៈណាគឺយើងត្រូវបដិបត្តិធัวក្នុងការងារនោះក្នុងឋានៈនោះទើបជាការរស់នៅដោយល្អទៅបានធัวមានសារៈសំខាន់ជាទីបំផុតក្នុងជីវិតមនុស្សការបដិបត្តិធัวនោះឯងអាចធ្វើឲ្យបានចំពោះមនុស្សគ្រប់ប្រភេទគ្រប់វ័យទោះជាកំពុងធ្វើការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយគឺត្រូវប្រព្រឹត្តទៅតាមសមគួរដល់ឋានៈរបស់ខ្លួនមនុស្សដែលយកចិត្តទុកដាក់ក្នុងធัวគឺជាអ្នកមានការងារគ្រប់ពេលវេលាមិនរហេងរហាងក្នុងចិត្តឡើយកាលនៅម្នាក់ឯងក៏ពេញចិត្តព្រោះកាន់យកនៅភាពវិវេកស្ងប់ស្ងាត់នោះជាមិត្តសម្លាញ់តាមពិតវិវេកស្ងប់ស្ងាត់ជាមិត្តដ៏ប្រសើរបើនៅជាមួយមនុស្សច្រើនអ្នកក៏មិនមានភ័យមិនមានពៀជាមួយនឹងអ្នកណាដែរព្រោះជាអ្នកសង្រួមកាយសម្រួមវិជ្ជាដោយល្អគឺមិនបៀតបៀនចាក់ដោតអ្នកណាម្នាក់ដោយកាយឬដោយវិជ្ជាឡើយអ្នកគ្រប់គ្រងខ្លួនដោយធัวរមែងបានសុខទាំងដែលរស់នៅម្នាក់ឯងទាំងដែលរស់នៅជាមួយអ្នកដទៃក្រៅអំពីឲ្យសេចក្តីសុខដល់ខ្លួនឯងហើយនៅឲ្យសេចក្តីសុខដល់អ្នកដទៃទៀតផងជាមនុស្សដែលសង្គមត្រូវការព្រោះសង្គមខ្វះខាតមនុស្សប្រភេទនេះច្រើនណាស់ការងារប្រះចាកទោសក្រៅអំពីបានបន្តបងនៅសេចក្តីទុក្ខហើយរមែងនៅជាឧបករណ៍ក្នុងការសាងអនាគតដ៏ល្អទៀតផងព្រោះថាការសាងអនាគតដោយអ្វីក៏មិនល្អស្មើនឹងការកសាងដោយការធ្វើនៅការងារប្រះចាកទោសនេះដែរអ្នកដែលបានគ្រាន់បើមាននៅសេចក្តីសុខដោយសារអ្នកដទៃសាងឲ្យដូចជាការបានទទួលនៅទ្រព្យមរតកជាដើមនោះគឺមិនស្មើនឹងការសាងដោយខ្លួនឯងនោះទេម្យ៉ាងទៀតការស្ថិតនៅមមួនក៏មិនបានដូចគ្នាដែរមនុស្សដែលសាងនៅអនាគតរបស់ខ្លួនឯងបានដោយមកអំពីការធ្វើនៅការងារមិនងាយមានការសាបសូន្យទៅវិញឡើយប៉ុន្តែអ្នកដែលរស់នៅជាសុខសប្បាយព្រោះបានទទួលនៅកេរមរតកមានសម្បត្តិសម្បូរសពគ្រប់នោះភាគច្រើនរមែងមានការវិនាសសាបសូន្យជាខាងក្រោយคล้ายទៅជាអ្នកក្រលំបាកសមដូចពាក្យបុរាណខ្មែរបានពោលថាមានមិនដែលបីតក្រមិនដែលបីជាតិនេះព្រោះមកអំពីសេចក្តីប្រមាទវង្វេងស្រវឹងនឹងរបស់ដែលមានបានស្រាប់ហើយម្យ៉ាងទៀតខ្លួនធ្លាប់តែសប្បាយមិនដែលស្គាល់លំបាកឯឋានៈដែលខ្លួនមានក៏មិនបានសាងឡើងដោយខ្លួនឯងដែរម្ល៉េះហើយដល់ពេលត្រូវធ្លាក់ចុះដោយមូលហេតុផ្សេងក៏រមែងមិនដឹងថាតើត្រូវសាងឡើងវិញយ៉ាងណាហើយក៏ត្រូវស្ថិតនៅក្នុងសេចក្តីលំបាករហូតដល់អស់ជីវិតទៅមនុស្សពួកខ្លះគិតឃើញថាការសាងអនាគតដោយការធ្វើនៅការងារជាសុចរិតនោះយឺតណាស់មិនទាន់ចិត្តឡើយ
ដូច្នេះហើយមនុស្សពួកនោះក៏រកវិធីសាស្ត្រដោយផ្លូវទុច្ចរិតផ្សេងអាចឃើញផលឆាប់រហ័សទាន់ចិត្តរបស់ពួកគេមែនទោះបីឆាប់មានឆាប់បាននៅវត្ថុបំណងយ៉ាងណាក៏ដោយក៏មិនបានមាំទាំឡើយរមែងកំរើកញាប់ញ័រនិងដួលរលំធ្លាក់ចុះក្នុងថ្ងៃណាពេលណាពិតជាមិនខានអ្នកសាងអនាគតដោយការងារទុច្ចរិតរមែងមានជីវិតរស់នៅដោយការភ័យខ្លាចមិនមានសេចក្តីជ្រះថ្លាមិនមានចិត្តជ្រះថ្លាការចិញ្ចឹមជីវិតរបស់ខ្លួនទេហើយក៏មិនមាំទាំក្នុងចិត្តថាពិតជាសម្បត្តិរបស់ខ្លួនដែរព្រោះដឹងថាខ្លួនជាចៅជាដើមនិងមានចិត្តមិនត្រជាក់សពកាលបើយ៉ាងនេះគឺមិនអាចប្រដូចនឹងមនុស្សដែលសាងអនាគតដោយការធ្វើការងារសុចរិតបានឡើយមនុស្សខ្លះអាចឃើញការប្រជុំប្រជែងបញ្ចូលលើជើងវេអែបស៊ីអបថាជាផ្លូវឆាប់រហ័សក្នុងការនាំខ្លួនឈានទៅរកភាពរុងរឿងមនុស្សបែបយករឿងដាក់ខ្លួនយករឿងអាក្រក់ដាក់អ្នកដទៃនោះច្រើនតែបានរឿងរ៉ាវពីនេះពីនោះពិតទូលដល់លោកធំជាអ្នករាយការណ៍បែបផ្គាត់ផ្គុនគេគិតថាជាផ្លូវដែលល្អនិងបានជាទីស្រឡាញ់របស់ចៅហ្វាយនាយតាមពិតវាជាផ្លូវអាក្រក់ទៅវិញទេហើយអាចអាក្រក់ខ្លាំងទៀតផងព្រោះមនុស្សប្រភេទដូចពោលមកនេះអាចបានរុងរឿងដោយពិតក្នុងការងាររបស់ខ្លួនប៉ុន្តែប្រព្រឹត្តទៅបានត្រឹមមួយរយៈឬមួយគ្រាប៉ុណ្ណោះមិនយូរយឺឡើយហើយម្យ៉ាងទៀតត្រូវលំបាកក្នុងការតាមផ្គាប់ផ្គុនដូចមុនរឿយជានិច្ចត្រូវផ្គាប់ផ្គុនបែបនេះត្រូវយកចិត្តបែបនោះម្ល៉េះហើយគេក៏ទៅជាមនុស្សខ្វះភាពរឹងមាំក្នុងខ្លួនមនុស្សដែលមានការងារអែបអបកាលបើបានទទួលការស្រឡាញ់ពីចៅហ្វាយនាយហើយច្រើនតែវីរឹកក្អេងក្អាងដូចនេះគេត្រូវបានទទួលការស្អប់ពីអ្នកដទៃច្រើនក្នុងសេចក្តីនេះបើជាមនុស្សខំផ្គាប់ផ្គុនចៅហ្វាយនាយដោយប្រឹងប្រែងធ្វើការងារល្អទៅវិញព្រមទាំងស្មោះត្រង់និងមាននូវគុណធម៌ផងយ៉ាងនេះរមែងបានល្អហើយអនាគតក៏ភ្លឺស្វាងរុងរឿងជានិច្ចមនុស្សដែលយកល្អដោយការធ្វើនៅការងារល្អរមែងបានជាមនុស្សល្អដោយពិតមនុស្សធ្វើការងារដោយទឹកចិត្តនិងមនុស្សដែលបានតែប្រជុំប្រជែងវាមានសភាពលក្ខណៈផ្សេងអំពីគ្នាលក្ខណៈមនុស្សដែលមានទឹកចិត្តគឺនៅត្រង់ស្រឡាញ់ការងារដែលជាការងារត្រឹមត្រូវការងារខ្នះខ្នែងជួយនិងការខំបម្រើនៅការងារនោះដោយយកចិត្តទុកដាក់គេមានភាពទន់ភ្លន់បន្ទន់ខ្លួនចំពោះអ្នកធំធ្វើឲ្យអ្នកធំស្រឡាញ់និងចូលចិត្តអាណិតគេព្រោះតែទឹកចិត្តរបស់គេព្រមទាំងការងារស្មោះត្រង់មានចិត្តបរិសុទ្ធគោរពស្រឡាញ់ពិតមានសមត្ថភាពក្នុងការងារធ្វើការងារដោយប្រយ័ត្នប្រយែងនាំឲ្យសម្រេចផលបានល្អដូចនេះអ្នកធំក៏និយមចូលចិត្តគេទៅហៅគេប្រើដោយស្និទ្ធស្នាលឯអ្នកដទៃដែលមិនបានដាក់ចិត្តជាកណ្ដាលអាចសម្លឹងឃើញថាអ្នកតូចប្រជុំប្រជែងអែបអបអ្នកធំនិងអ្នកធំមានអគតិលំអៀងនិយាយឲ្យខ្លីមកអ្នកប្រជុំប្រជែងអែបអបនោះគឺគេធ្វើដោយមិនសុចរិតក្នុងចិត្តសំដៅយករឿងល្អដាក់ខ្លួនយករឿងអាក្រក់ដាក់អ្នកដទៃចំណែកអ្នកដែលមានទឹកចិត្តវិញធ្វើអ្វីគឺគេធ្វើដោយចិត្តបរិសុទ្ធគេក៏ប្រាថ្នារកល្អដាក់ខ្លួនដែរតែគេមិនយកសេចក្តីអាក្រក់ទៅដាក់ឲ្យអ្នកដទៃដោយចេតនាក្លែងពោលមូលបង្កាច់បង្ខូចឲ្យអ្នកដទៃនោះក្តៅក្រហាយឡើយមនុស្សប្រភេទនេះជាអ្នកមានសេចក្តីល្អនិងសេចក្តីសុខអំពីការងារដែលគេបានធ្វើស្រេចហើយទើបគេមិនចាំបាច់ត្រូវស្វែងរកនៅសេចក្តីសុខដោយអាស្រ័យការយកអ្វីដែលអាក្រក់ទៅដាក់ឲ្យអ្នកដទៃនោះទៀតទេអនាគតដែលសាងដោយការធ្វើនៅការងារនោះជាអនាគតដែលរឹងមាំទាំងគួរឲ្យសរសើរគេឈ្មោះកិត្តិយសដែលបានទទួលដោយវិធីធ្វើនៅការងារជារបស់បរិសុទ្ធស្អាតមិនលាយច្រឡំទៅដោយទោសប៉ុន្តែទាំងនេះត្រូវតែជាការងារដែលសុចរិតការងារណាដែលយើងធ្វើដោយសេចក្តីប្រឹងប្រែងព្យាយាមលុះដល់ការងារនោះបានសម្រេចហើយក៏នាំឲ្យយើងសប្បាយរីករាយចិត្តឆ្អែតដោយបៃតេជាលក្ខណៈនៃចិត្តមាននៅសេចក្តីសុខការធ្វើការងារដែលប្រះចាកទោសគឺជាវិធីមួយក្នុងការកម្ចាត់បងនៅសេចក្តីទុក្ខហើយនាំមកនៅសេចក្តីសុខ
ក្នុងអង្គតរនិកាយចតុកនិបាតព្រះសូត្រដែលសម្ដែងអំពីសេចក្តីសុខរបស់គ្រហស្ថ4យ៉ាង 1. សុខកើតអំពីការមានទ្រព្យ 2. សុខកើតអំពីការបរិភោគប្រើប្រាស់ទ្រព្យ 3. សុខកើតអំពីការមិនជំពាក់បំណុលគេ 4. សុខកើតពីការធ្វើនៅការងារប្រះចាកទោស ព្រះអង្គទ្រង់សរុបថាសេចក្តីសុខទាំង3យ៉ាងខាងដើមនោះរួមគ្នាហើយក៏មិនស្មើនឹងមួយចំណែកដែលគេចែកជា16ដងនៃសេចក្តីសុខដែលកើតពីការធ្វើនៅការងារប្រះចាកទោសដែរ ការងារក្នុងទីនេះព្រះអង្គទ្រង់សំដៅដល់ការធ្វើទាំងផ្លូវកាយផ្លូវវាចានិងផ្លូវចិត្តគឺកាយកម្មវិច័យកម្មនិងមโนកម្មដែលមិនមានទោសមិនប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនឯងនិងអ្នកដទៃឡើយថែមទាំងជាគុណប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃទាំងឡាយទៀតផងផលរបស់ការងារអាចស្ថិតនៅបានអស់100ឆ្នាំ1000ឆ្នាំសម្រាប់ជាប្រយោជន៍ដល់អ្នកក្រោយអស់កាលជាអង្វែងយើងត្រូវចាប់យកសេចក្តីអំពីព្រះពុទ្ធដីកាថាការធ្វើនៅការងារដែលប្រះចាកទោសដោយកាយក្តីដោយវាចាក្តីនិងដោយចិត្តក្តីគឺមិនប្រព្រឹត្តទៅដើម្បីទុកទេមានតែប្រព្រឹត្តទៅដើម្បីប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃប៉ុណ្ណោះបើជាការងារដ៏ប្រសើរអ្នកប្រកបនៅការងារនោះក៏រមែងជាអ្នកប្រសើរទៅផងដែរមនុស្សយើងបានទៅជាអ្នកប្រសើរឬបានទៅជាអ្នកថោកទាបក៏មកអំពីការងារដែលខ្លួនបានប្រព្រឹត្តធ្វើនោះឯងដោយព្រះពុទ្ធអង្គទ្រង់ត្រាស់ថាបុគ្គលថោកទាបឬប្រសើរខ្ពង់ខ្ពស់ព្រោះជាត្រកូលនោះគឺពុំមែនឡើយតាមពិតបុគ្គលដែលថោកទាបឬប្រសើរខ្ពង់ខ្ពស់ក៏ព្រោះមកអំពីការធ្វើរបស់ខ្លួនឯងព្រោះហេតុដូច្នេះមនុស្សយើងត្រូវតែមានជំនឿលើខ្លួនឯងឲ្យមាំទាំត្រូវយល់ឲ្យបានច្បាស់ថាការងារគឺជារបស់ដ៏សំខាន់ក្នុងជីវិតមនុស្សយើងត្រូវជឿទៅលើការងារដែលយើងធ្វើកុំជាមនុស្សទន់ខ្សោយបណ្ដោយខ្លួនតាមជោគវាសនាឬគិតថាជាព្រហ្មលិខិតឲ្យសោះត្រូវប្រឹងប្រែងធ្វើការងារឲ្យបានល្អតទៅទៀតទោះជាមានឧបសគ្គឬវិបត្តិក្នុងជីវិតយ៉ាងណាក៏ដោយការងារល្អជាកុសលដែលយើងប្រឹងប្រែងធ្វើជាប់ជានិច្ចនោះនឹងបានជាមិត្តសម្លាញ់ចិត្តមួយថ្លើមមួយរបស់យើងរួចហើយជួយឲ្យចិត្តយើងបាននៅសេចក្តីស្ងប់កាលណាចិត្តស្ងប់ហើយពន្លឺភ្លឺស្វាងក៏កើតមានក្នុងចិត្តពេលនោះសេចក្តីពិតក៏បានប្រកាសឲ្យដឹងគ្រប់យ៉ាងថាអ្វីជាអ្វីកាលបើសេចក្តីពិតប្រកាសឲ្យដឹងហើយសេចក្តីសុខចិត្តក៏បានចេញមកសម្ដែងខ្លួនដើរតួយ៉ាងសំខាន់ក្នុងជីវិតកុំចាត់នៅតួអាក្រក់គឺតណ្ហាដែលនាំនៅការមិនសុខចិត្តគ្រឿងវាស់មនុស្សដែលពិតប្រកបគឺផលនៃការងារ